គតិបណ្ឌិតអប់រំរបស់លោកម៉ៅសេទុងលោកម៉ៅសេទុងគឺជាអ្នកដឹកនាំនិងជាទស្សនវិទូដ៏មានឥទ្ធិពលមួយរូបក្នុងប្រវត្តិសាស្ត្រចិនដែលទស្សនៈនិងគំនិតរបស់លោកត្រូវបានគេយកមកសិក្សានិងអនុវត្តជាក់ស្ដែងក្នុងទិដ្ឋភាពផ្សេងៗខាងក្រោមនេះគឺជាគតិអប់រំ4ចំណុចរបស់លោកដែលអាចយកមកឆ្លុះបញ្ចាំងនិងអនុវត្តក្នុងជីវិតប្រចាំថ្ងៃបាន1ចំណេះដឹងពិតប្រាកដគឺការចេញពីការអនុវត្តជាក់ស្ដែងការរៀនសូត្រដែលគ្មានការអនុវត្តគឺជាការរៀនសូត្រដែលគ្មានតម្លៃមនុស្សមិនអាចចេះហែលទឹកដែលគ្រាន់តែអានសៀវភៅណែនាំពីវិធីហែលទឹកនោះទេគឺមានតែការលុតចុះទៅក្នុងទឹកនិងប្រឈមមុខនឹងរលកជាក់ស្ដែងតែប៉ុណ្ណោះទើបអាចចេះហែលទឹកបាន2ការអប់រំមិនត្រូវបញ្ចប់ត្រឹមពេលដែលយើងចាក់ចេញពីសាលារៀននោះឡើយលោកម៉ៅសេទុងគឺជាគំរូមួយរូបនៃការស្រឡាញ់ការអាននិងការរៀនសូត្រដែលមិនចេះនឿយណាយលោកតែងតែមានសៀវភៅតាមខ្លួនជានិច្ចទោះបីជាស្ថិតក្នុងកាលៈទេសៈសង្គ្រាមដ៏លំបាកយ៉ាងណាក៏ដោយពីព្រោះលោកយល់ថាមនុស្សយើងត្រូវតែរៀនសូត្រជាប់ជាប្រចាំដើម្បីដើរឲ្យទាន់ការវិវត្តនៃសង្គមនិងអភិវឌ្ឍខ្លួនជាប្រចាំ3ការស្វ័យរិះគន់ដើម្បីរីកចម្រើនលោកបានប្រៀបធៀបការរិះគន់ខ្លួនឯងឬក៏ការពិនិត្យមើលកំហុសខ្លួនឯងទៅនឹងការសម្អាតមុខមាត់និងការបោសសម្អាតផ្ទះសម្បែងដើម្បីកុំឲ្យធូលីដីទំជាប់នៅក្នុងជីវិតប្រចាំថ្ងៃការហ៊ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឯងហើយកែលម្អវាជាប្រចាំវាគឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍខ្លួននិងការរក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃ4មនុស្សត្រូវមានស្មារតីរឹងមាំដូចជាដែកថែបមិនត្រូវរារែកឬក៏បាក់ទឹកចិត្តនៅចំពោះមុខការលំបាកឡើយលោកតែងតែលើកទឹកចិត្តឲ្យមានការតស៊ូប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រភាពអវិជ្ជានិងឧបសគ្គធម្មជាតិដែលប្រើប្រាស់នូវការតាំងចិត្តខ្ពស់បំផុតភាពជោគជ័យដ៏អស្ចារ្យមិនអាចសម្រេចបានក្នុងរយៈពេលតែមួយយប់នោះទេវាកើតចេញពីការប្រមូលផ្ដុំនៃកិច្ចខិតខំប្រឹងប្រែងបន្តិចម្ដងជារៀងរាល់ថ្ងៃឧបសគ្គគឺជាដុំថ្មដុសខាត់នូវសមត្ថភាពនិងស្មារតីរបស់មនុស្សឲ្យកាន់តែមុតស្រួច